សូមស្វាគមន៍មកកាន់ការធ្វើបទបង្ហាញរបស់បងប្អូននៅសប្តាហ៍ទី10ដោយសារខ្ញុំឃើញគាត់ចេះភាសាអង់គ្លេសតែគាត់អត់ទាន់ចេះឡើងនិយាយរបៀបថាចាប់ផ្ដើមពីណាទៅណាចាដែលខ្ញុំចង់ឲ្យគាត់វិវត្តទៅឲ្យបានច្រើនឲ្យគាត់និយាយស្គាល់ដឹងយល់ពីចំណុចណាទៅចំណុចណាហើយណាមួយខ្ញុំឃើញសាលាហ្នឹងគាត់បរៀនល្អគាត់បរៀនផ្ទាល់ហ្មងហ្នឹងហើយខ្ញុំជឿជាក់ទៅលើសាលាហ្នឹងអញ្ចឹងណាខ្ញុំស្គាល់តាមរយៈFacebook ហ្នឹងហើយខ្ញុំឃើញក្មេងៗគាត់ចេះឡើងនិយាយចេះអីចឹងណាកូនខ្ញុំចេះភាសាអង់គ្លេសស្រាប់តែគាត់អត់ទាន់មានបទពិសោធន៍ឡើងនិយាយអញ្ចឹងខ្ញុំក៏ឆាតតំណែងក៏ចោះឈ្មោះកូនតាំងពីវគ្គ3សប្តាហ៍គាត់ខុសប្លែកច្រើនដោយសារគាត់មានភាពក្លាហានហើយគាត់ចេះចាប់ដើមពីចំណុចណាទៅចំណុចណាហើយគាត់ចេះប្រើកាយវិការប្រើទឹកមុខធ្វើឲ្យអ្នកមើលហ្នឹងគាត់ចាប់អារម្មណ៍ហ្នឹងហើយគាត់ប្លែកច្រើនគាត់យល់ដឹងបានច្រើនភាសាអង់គ្លេសគាត់ចេះហើយតែគាត់ចេះប្រើហ្នឹងហើយអញ្ចឹងខ្ញុំក៏គិតថាគាត់ប្លែកច្រើនណាស់ហើយខ្ញុំក៏អរគុណខាងលោកគ្រូអ្នកគ្រូដែលនិយាយថាគាត់ព្យាយាមបង្ហាត់បង្រៀនកូនខ្ញុំបានច្រើនមែនតើគឺចង់និយាយពីទឹកចិត្តខ្ញុំផ្ទាល់ហ្មងគឺខ្ញុំឲ្យគាត់រៀនខាងសាលាគ្រូថុកនេះគឺខ្ញុំមិនដែលខកចិត្តហើយក៏មិនដែលខកអំណងដែរមានអារម្មណ៍ថារំភើបដោយសារថាគាត់ចេះនិយាយចេះដើរដូចរបៀបថានិយាយនៅលើឆាកអញ្ចឹងគាត់ហ៊ានសូម្បីតែខ្ញុំក៏ញ៉ាត់ហ៊ានដែរតែគាត់ហ៊ានអញ្ចឹងចង់និយាយថាគាត់ប្លែកច្រើនមែនតើអញ្ចឹងរហូតដល់លោកគ្រូអ្នកគ្រូគាត់ណែនាំបានល្អពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺកូនខ្ញុំប្លែករហូតអញ្ចឹងខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាបើសិនជាគាត់និយាយថាកូនគាត់ចេះភាសាអង់គ្លេសតែអត់ចេះប្រើអញ្ចឹងចង់ឲ្យគាត់មកចុះឈ្មោះរៀននៅសាលាគ្រូថុកដើម្បីបានបទពិសោធន៍ថ្មីចាហើយក៏ខ្ញុំរំភើបសប្បាយមែនបាយចិត្តដោយសារអីខ្ញុំនឹកស្មានដល់ថាកូនខ្ញុំធ្វើបានល្អដោយសារថាមូលហេតុគឺខ្ញុំអត់ចេះភាសាអង់គ្លេសសូម្បីតែមួយម៉ាត់តែដល់ទៅពេលកូនខ្ញុំគាត់ធ្វើបានល្អគាត់និយាយបានល្អហើយមួយទៀតក៏គាត់មករៀននៅសាលាហ្នឹងគាត់ចេះដើរទឹកមុខអីអញ្ចឹងណានិយាយទៅគាត់ធ្វើបានល្អដែលខ្ញុំមិននឹកស្មានដល់ហ្មងណាហើយខ្ញុំមកនឹងដែរក៏ខ្ញុំនៅខេត្តដែរតែខ្ញុំសុខចិត្តបដូរជិះម៉ូតូដប់កូនមករៀនអង្គុយចាំកូនដោយមិនគិតថាខាតពេលវេលាទេចាដើម្បីឲ្យកូនចេះចឹងចង់និយាយថាបើសិនជាបងប្អូនចង់ឲ្យកូនចេះតោះតែយើងព្យាយាមដែរចារើសាលាណាដែលល្អដើម្បីឲ្យគាត់ចេះហើយគាត់ចេះប្រើរបៀបថាតិចនិយាយចឹងណាពីចប់ពីណាទៅពីណាអញ្ចឹងខ្ញុំនឹងលើកទឹកចិត្តដើម្បីឲ្យគាត់ឆ្ពោះទៅរកភាពអស្ចារ្យជាងនឹងចាហើយគាត់មកនេះគឺខ្ញុំមិនដែលសង្ឃឹមថាគាត់នឹងបានល្អនិយាយល្អជាងគេទេព្រោះអីយើងនៅខេត្តចាហើយក៏ខ្ញុំជីវភាពខ្ញុំមិនសូវទូធាតែមកប្រកួតប្រជែងជាមួយអ្នកដែលគេនៅភ្នំពេញចាសតកូនគេអ្នកខ្លាំងខ្ញុំមិនដែលសង្ឃឹមទេតែដល់ពេលទីបញ្ចប់គាត់ធ្វើឲ្យខ្ញុំដូចថារំភើបនិយាយឡើងចាញ់ហ្មងគាត់ទទួលបានល្អជាងគេនិយាយបានល្អជាងគេអញ្ចឹងណាអញ្ចឹងខ្ញុំមិននឹកស្មានហើយក៏ខ្ញុំជាពិសេសក៏ខ្ញុំអរគុណលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលគាត់វឹកហាត់កូនខ្ញុំណែនាំមិនថាខុសមិនថាត្រូវគឺគាត់ព្យាយាមកែតម្រូវរហូតដល់កូនខ្ញុំបានល្អមែនតែនហ្មង